ជីវប្រវត្តិរបស់ព្រះនាងផត្តាកុណ្ឌលកេសាធេរីព្រះនាងផត្តាកុណ្ឌលកេសាធេរីជាអេតតកៈផ្នែកខាងបានត្រាស់ដឹងរហ័សព្រះនាងផត្តាកុណ្ឌលកេសាភិក្ខុនីជាព្រះអរហន្តតីមួយរូបដែលបានទទួលការលើកដំកើងពីព្រះសម្ពុទ្ធឲ្យជាកម្ពូលលើភិក្ខុនីទាំងឡាយនៅក្នុងព្រះពុទ្ធសាសនានេះផ្នែកខាងកប្បាភិញ្ញាណរីឯជីវប្រវត្តិរបស់ព្រះនាងក៏មានសម្ដែងទុកទាំងអតីតជាតិនិងបច្ចុប្បន្នជាតិផងដែរជីវប្រវត្តិក្នុងអតីតជាតិរបស់ព្រះនាងផត្តាកុណ្ឌលកេសាភិក្ខុនីមានសម្ដែងទុកនៅក្នុងអត្ថកថាបរមត្តទីពនីដែលជាអត្ថកថាអធិប្បាយសេចក្តីព្រះបាលីនៅក្នុងគម្ពីរខុទ្ទកនិកាយថេរីគាថានិងក្នុងអត្ថកថាមនោរដ្ឋពរណីដែលជាអត្ថកថាអធិប្បាយសេចក្តីព្រះបាលីនៅក្នុងគម្ពីរអង្គតរនិកាយឯកនិបាតដូចមានសេចក្តីថាព្រះនាងផត្តាកុណ្ឌលកេសាធេរីកើតក្នុងត្រកូលនៃសទ្ធិក្នុងនគរហង្សវតីដែលត្រូវនឹងពុទ្ធកាលនៃព្រះបតមុត្តរសម្ពុទ្ធមូលហេតុដែលនាងកើតមានសទ្ធាជ្រះថ្លានៅក្នុងព្រះពុទ្ធសាសនានេះពីព្រោះព្រះនាងបានទៅស្ដាប់ព្រះធម៌ទេសនារបស់ព្រះបតមុត្តរសម្ពុទ្ធថែមទាំងបានឃើញភិក្ខុនីមួយរូបបានទទួលការប្រកាសឈ្មោះនៅក្នុងកណ្ដាលបរិស័ទដែលមកប្រជុំគ្នាស្ដាប់ព្រះធម៌ទេសនាឲ្យជាអ្នកប្រសើរជាងភិក្ខុនីទាំងឡាយផ្នែកខាងខប្បាភិញ្ញាសំដៅដល់ការត្រាស់ដឹងបានឆាប់រហ័សនាងបានឃើញដូច្នោះហើយក៏កើតមានការពេញចិត្តក្នុងតំណែងរបស់ភិក្ខុនីរូបនោះទើបធ្វើកុសលផ្សេងហើយប្រាថ្នាឲ្យបានតំណែងនោះមិនត្រឹមតែប៉ុណ្ណោះនាងក៏បានព្យាយាមធ្វើកុសលជារឿយៗរហូតដល់អស់ជីវិតកាលនាងស្លាប់អំពីជាតិនោះហើយក៏បានទៅកើតជាទេវតានិងមនុស្សអស់100,000កាប់រហូតមកដល់ពុទ្ធកាលនៃព្រះកស្សបៈសម្ពុទ្ធនាងក៏បានមកកើតជាព្រះរាជធីតារបស់ព្រះបាទកេកេនៅក្នុងក្រុងពារាណសីព្រះបាទកេកេទ្រង់មានព្រះរាជធីតា7ព្រះអង្គតែព្រះរាជធីតាទាំងអស់សុទ្ធតែជាអ្នកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាទាំងអស់គ្នាថែមទាំងបាននាំគ្នារក្សាសិល10និងប្រព្រឹត្តព្រះមច្ចរិយធម៌រហូតដល់20,000ឆ្នាំទាំងបានត្រាស់ឲ្យគេកសាងកុដិវិហារសម្រាប់ភិក្ខុសង្ឃទៀតផងកាលព្រះរាជធីតាទាំងនោះសោយវិឡាល័យទៅហើយក៏បានទៅកើតនៅក្នុងសុគតិភពទេវលោកអស់ចន្លោះព្រះពុទ្ធមួយព្រះអង្គជីវប្រវត្តិបច្ចុប្បន្នជាតិរបស់ព្រះនាងផត្តាកុណ្ឌលកេសាធេរីដែលបានមកកើតនៅក្នុងពុទ្ធកាលនេះរយៈពេលដែលព្រះលោកនាយកកើតឡើងនៅក្នុងលោកក៏មានរឿងពោលទុកនៅក្នុងអត្ថកថាបរមត្តទីពនីនិងអត្ថកថាមនោរដ្ឋពរណីនិងក្នុងអត្ថកថាធម្មបទនៃសហសវៈនៅក្នុងរឿងផត្តាកុណ្ឌលកេសាធេរីដូចមានសេចក្តីថាព្រះនាងផត្តាកុណ្ឌលកេសាធេរីនាងបានមកកើតក្នុងត្រកូលនៃសទ្ធិនៅក្នុងនគររាជក្រឹសកាលនាងកើតមកហើយពពួកញាតិបានដាក់ឈ្មោះឲ្យនាងថាផត្តាប្រែថាចម្រើនឬគួរឲ្យស្រឡាញ់ពេលដែលនាងចម្រើនវ័យធំដឹងក្តីហើយប៉ុន្តែក្នុងថ្ងៃដែលនាងផត្តាកើតមកនោះមានបុត្ររបស់រាជបរហិតក៏បានកើតឡើងដំណើរគ្នាដែរបណ្ដាអាវុធទាំងឡាយមានពន្លឺអណ្ដាតភ្លើងឆេះសន្ធោសន្ធៅឡើងទូទាំងព្រះនគររហូតដល់ក្នុងព្រះរាជវាំងលុះដល់ព្រឹកឡើងរាជបរហិតបានចូលទៅកាន់រាជសំណាក់ក្រាបទូលសួរនៅសេចក្តីសុខសប្បាយព្រះរាជាថាបបិទ្ធព្រះករណាជាម្ចាស់ជីវិតតម្កល់លើត្បូងក្នុងរាត្រីនេះព្រះករណាជាម្ចាស់ជីវិតតម្កល់លើត្បូងទ្រង់ផ្ទុំលោកស្កប់ស្កល់ឬទេព្រះករណាថ្លៃវិសេសគ្រានោះព្រះរាជាមានព្រះរាជតម្រាស់ថាលោកអាចារ្យសុខសប្បាយដូចម្ដេចកើតដោយថាកាលពីយប់មិញនេះខ្ញុំបានឃើញអាវុធក្នុងរាជនិវាសឆេះមានភ្លើងទើបកើតការភ័យខ្លាចឡើងធ្វើឲ្យផ្ទុំមិនលក់សោះលំដាប់នោះរាជបរហិតបានក្រាបបង្គំទូលតបថាបបិទ្ធមហារាជសូមទ្រង់កុំភ័យខ្លាចប្រហែលនេះឡើយអាវុធនេះឆេះមានពលឺចំពោះក្នុងព្រះរាជវាំងតែប៉ុណ្ណោះក៏ទេសូម្បីអាវុធក្នុងព្រះនគរទាំងអស់ក៏ឆេះមានពលឺដូចគ្នាដែរព្រះរាជាមានព្រះតម្រាស់ត្រាស់សួរថាលោកអាចារ្យមានហេតុអ្វីកើតឡើងឬរាជបរហិតក្រាបបង្គំទូលបង្ហាញហេតុថាមានទារកកើតឡើងក្នុងផ្ទះរបស់ខ្ញុំព្រះករណាដែលត្រូវនឹងរឹកផ្កាយចោលទារកនោះកើតមកជាសត្រូវរបស់អ្នកស្រុកទូទៅហេតុនេះជាពុព្វនិមិត្តរបស់ទារកនោះតែមិនជាអន្តរាយដល់ព្រះអង្គឡើយប៉ុន្តែប្រសិនបើព្រះករណាជាម្ចាស់ជីវិតតម្កល់លើត្បូងមានព្រះរាជបំណងនឹងកម្ចាត់ទារកនោះទូលព្រះបង្គំនឹងសម្លាប់ទារកនោះចោលចេញព្រះករណាថ្លៃវិសេសព្រះអង្គពេលនោះព្រះរាជាមានព្រះរាជតម្រាស់ខាត់ថាលោកអាចារ្យកាលបើទារកនោះមិនបៀតបៀនដល់ខ្ញុំទេនោះក៏មិនគួរនឹងសម្លាប់គេដែរ
រាជប្រហិតគិតថាបុត្ររបស់យើងបានកាន់យកនិមិត្តនោះមកព្រមគ្នានឹងការកើតហើយទើបដាក់ឈ្មោះឲ្យបុត្ររបស់ខ្លួនថាសត្វតុកៈអ្នកជាសត្រូវចាប់តាំងពីសត្វតុកៈចម្រើនវ័យធំឡើងមកអាចរត់លេងទៅណាមកណាបានកាលគេដើរទៅលេងទីណាបានឃើញទ្រព្យសម្បត្តិរបស់គេមិនថាជារបស់អ្នកណាគេក៏លួចយកមកផ្ទះរបស់ខ្លួនរាល់ដងរាជបរហិតបានឃើញអំពើរបស់កូនមិនសមគួរទើបពោលព្រានបដៅដាស់តឿនថែមទាំងឲ្យទ្រព្យ 1000 កហបណៈដោយហាមកូនមិនឲ្យទៅយកទ្រព្យសម្បត្តិរបស់គេទោះបីធ្វើយ៉ាងនេះហើយក៏ដោយក៏នៅតែមិនអាចហាមសត្វតុកៈកូនប្រុសរបស់ខ្លួនក្នុងការទៅលួចយកទ្រព្យសម្បត្តិរបស់អ្នកដទៃបានឡើយលុះពេលក្រោយមកកាលរាជបរហិតដែលជាបិតាយល់ថាមិនអាចប្រើវិធីទាំងពួងខត់សត្វតុកៈបានទើបឲ្យសម្ពុតសាដកពណ៌ខៀវពីរផ្ទាំងដល់សត្វតុកៈដែលជាកូនប្រុសនិងប្រគល់ឧបករណ៍សម្រាប់កាត់ប្រហោងលបចូលទៅលួចថែមទាំងប្រាប់សត្វតុកៈថាកូនជួយយកទៅប្រកបការចិញ្ចឹមជីវិតដោយធ្វើយ៉ាងនេះចុះហើយក៏បានបណ្ដេញសត្វតុកៈឲ្យចេញអំពីផ្ទះទៅចាប់តាំងអំពីនោះជាដើមមកសត្វតុកៈបានដើរចេញលួចចិញ្ចឹមជីវិតទៅតាមការពេញចិត្តដែលខ្លួនធ្លាប់ធ្វើជាប្រចាំរីឯវិធីលួចរបស់សត្វតុកៈគេបានប្រើដែកយុទ្ធការក្រវែងឡើងទៅមុនហើយទាញសួរឡើងទៅលើប្រាសាទឬផ្ទះនៃត្រកូលទាំងឡាយគេបានកាត់ប្រហោងលបចូលទៅលួចរបស់របរក្នុងត្រកូលដទៃរាល់ថ្ងៃផ្ទះទាំងអស់នៅក្នុងព្រះនគរដែលនឹងមិនត្រូវសត្វតុកៈលួចនោះរកបានដោយក្រនៅថ្ងៃមួយកាលព្រះរាជាប្រថាប់លើរាជរថស្ដេចយាងទៅប្រពៀតជុំវិញព្រះនគរមានព្រះរាជតម្រាស់សួរនាយសារថីថាព្រោះហេតុអ្វីផ្ទះទាំងឡាយដែលមាននៅក្នុងព្រះនគរយើងទើបមានប្រហោងជាស្នាមកាត់សឹងតែគ្រប់ផ្ទះគ្រានោះនាយសារថីក្រាបបង្គំទូលថាបបិទ្ធព្រះសមត្ថទេពព្រោះមានហេតុថានៅក្នុងព្រះនគរនេះមានចោរម្នាក់ឈ្មោះសត្វតុកៈបានដើរកាត់ជញ្ជាំងផ្ទះចូលទៅលួចទ្រព្យសម្បត្តិនៃត្រកូលទាំងឡាយព្រះរាជាទ្រង់ព្រះសណ្ដាប់ពាក្យក្រាបទូលរបស់នាយសារថីហើយមានព្រះរាជតម្រាស់ឲ្យរាជបុរសឬអាមាត្យមកហើយត្រាស់សួរថាបានឮថានៅក្នុងព្រះនគរនេះមានចោរម្នាក់ឈ្មោះសត្វតុកៈពួកលោកមិននាំគ្នាចាប់ចោរនោះតើមានហេតុផលដូចម្ដេចរាជបុរសក្រាបទូលថាសូមក្រាបបង្គំក្រមព្រះអង្គទូលីព្រះបាទនៃព្រះករុណាជាម្ចាស់ខ្ញុំព្រះករុណានៅមិនទាន់ជួបចោរនោះព្រមទាំងផុសតាងឡើយព្រះករុណាថ្លៃវិសេសព្រះអង្គគ្រានោះព្រះរាជាមានព្រះរាជអង្គការថាប្រសិនបើពួកលោកជួបចោរសត្វតុកៈក្នុងថ្ងៃនេះពួកលោកចូលចាប់ឲ្យបានតែបើពួកលោកចាប់មិនបានទេខ្ញុំនឹងដាក់អាជ្ញាដល់លោកទាំងអស់គ្នាគ្រានោះរាជបរោះក្រាបបង្គំទូលថាព្រះករុណាថ្លៃវិសេសព្រះអង្គហើយរាជបរោះក៏បានប្រកាសឲ្យអ្នកនគរទាំងអស់ជួយគ្នាព្យាយាមចាប់ចោរសត្វតុកៈឲ្យបានទីបំផុតក៏ចាប់ចោរសត្វតុកៈបានក្នុងគណៈដែលគេកំពុងកាត់ប្រហោងត្រង់ជញ្ជាំងផ្ទះមួយដើម្បីលួចយកទ្រព្យរបស់របរផ្សេងរបស់អ្នកដទៃហើយនាំយកទៅថ្វាយព្រះរាជាឲ្យទ្រង់ពិភាក្សាកំហុសដែលកើតឡើងនោះព្រះរាជាមានព្រះរាជអង្គការថាពួកអ្នកចូលនាំចោរសត្វតុកៈនេះទៅតាមទ្វារទិសខាងត្បូងហើយប្រហារជីវិតចោលចុះរាជបរោះទទួលព្រះរាជអង្គការហើយទើបបញ្ជាឲ្យវាចោរសត្វតុកៈនោះចំនួន 1000 រំពាត់ហើយបណ្ដានាំចេញទៅតាមទ្វារទិសខាងត្បូងក្នុងកាលនោះនាងផត្តាដែលជាធីតាក្រមុំតែម្នាក់របស់ត្រកូលសេដ្ឋីក្នុងនគររាជក្រឹសដែលមានអាយុ16ឆ្នាំនាងជាអ្នកមានរូបរាងស្អាតគួរឲ្យស្រឡាញ់ក្រៃលែងធម្មតាស្ត្រីទាំងឡាយដែលកំពុងពេញវ័យរមែងជាអ្នកមានអធិស្ឋានត្រូវការបរោះជាអ្នកមានចិត្តគិតងប់ជ្រប់មិននឹងថឹងក្នុងបរោះជាធម្មតាមេដាបេដារបស់នាងផត្តាមានការព្រួយបារម្ភពីកូនស្រីក្រមុំដោយខ្លាចនាងទៅធ្វើអំពើមិនល្អមិនត្រឹមត្រូវនឹងទុំមុនស្រគៀលទើបបានឲ្យនាងទៅនៅក្នុងបន្ទប់ដ៏មានសេរីខាងលើប្រាសាទជាន់ទី7ថែមទាំងបានរកទាសីម្នាក់ឲ្យទៅនៅបម្រើជាប្រចាំរៀងរាល់ថ្ងៃក្នុងថ្ងៃដែលរាជបរោះចាប់ចោរសត្វតុកៈចងដៃក្រពាត់ទៅក្រោយហើយបណ្ដើរទៅវាយដោយខ្សែតៃដែលកំពុងតែនាំទៅកាន់កន្លែងពិឃាតដើម្បីសម្លាប់នោះនាងផត្តាបានឮសំឡេងមហាជនស្រែកកក្រឹកកក្រែងទើបបើកបង្អួចអើតមើលអំពីខាងលើប្រាសាទនោះលុះបានឃើញចោរសត្វតុកៈហើយនាងក៏កើតមានការស្រឡាញ់ពេញចិត្តឡើងភ្លាមថែមទាំងប្រាថ្នាចង់បានចោរនោះតែនាងមិនអាចហ៊ានហាមាត់និយាយប្រាប់នរណាបានត្រឹមតែគិតក្នុងចិត្តថាប្រសិនបើយើងបានចោរនោះមកធ្វើជាស្វាមីរបស់យើងជីវិតរបស់យើងរស់នៅបានតទៅទៀតតែប្រសិនបើមិនបានទៅវិញយើងសុខចិត្តស្លាប់ទៅវិញប្រសើរជាង
ហើយនាងយកដៃទាំងពីរគក់ទ្រូងថែមទាំងឡើងលើក្រែដេកផ្កាប់មុខមានអាការស្រពាប់ស្រពូនដោយមិនព្រមបរិភោគអាហារអ្វីសោះឡើយគ្រានោះនាងផតទាជាធីតាតែម្នាក់របស់ត្រកូលសទ្ធិកាលនាងមានអាការប្រកបដូចនេះពួកញាតិក៏បាននាំគ្នាសួរតើនាងមានហេតុអ្វីបានជានាងមានអាការបែបនេះចំណែកមាតាបិតារបស់នាងបានឃើញកូនស្រីរបស់ខ្លួនមានអាការប្លែកយ៉ាងនេះក៏បានសួរថាកូនកើតអីឬនាងផតទាបានឆ្លើយតបថាអ្នកម៉ែកូនបានឃើញចោរដែលគេកំពុងតែបណ្ដើរត្រូវគេវាយនាំយកទៅកាន់កន្លែងសម្លាប់ប្រសិនបើកូនមិនបានចោរនោះទេកូនក៏មិនមានជីវិតរស់នៅដែរកូនប្រកាសជាស្លាប់មិនខានលំដាប់នោះមាតាបានពូលហាមថាកូនកុំធ្វើយ៉ាងនឹងឡើយកូនមានឱកាសអាចជ្រើសរើសរកស្វាមីដែលមានឋានៈល្អមានជាតិត្រកូលនិងទ្រព្យសម្បត្តិស្មើគ្នានឹងយើងបានណាកូននាងផតទាតបនឹងមាតាថាអ្នកម៉ែកូនមិនត្រូវការបរោះដតីទេមិនថាបរោះដតីណាកូនក៏មិនប្រាថ្នាចង់បានទាំងអស់បើកូនមិនបានបរោះនោះទេសុខចិត្តស្លាប់វិញប្រសើរជាងសេចក្តីស្រឡាញ់ធ្វើឲ្យមនុស្សខ្វាក់ភ្នែកកាលមាតានិយាយលួងលោមនឹងបញ្យលហេតុផលដោយពាក្យសម្ដីផ្សេងហើយនាងផតទាក៏នៅតែមិនព្រមធ្វើតាមពាក្យសម្ដីដែលមាតានិយាយណែនាំនោះមាតារបស់នាងកាលនិយាយបញ្យលកូនស្រីយ៉ាងនេះនាងមិនស្ដាប់ក៏បាននិយាយរឿងទាំងអស់នោះឲ្យដល់បិតារបស់នាងបានជ្រាបនៅក្នុងរឿងនោះដែរបិតារបស់នាងកាលបើដឹងដូច្នោះហើយទើបចូលទៅរកកូនស្រីហើយបានពោលដាស់តឿនកូនស្រីដោយហេតុផលផ្សេងនិងសេចក្តីល្អដែលកើតឡើងដល់ត្រកូលរបស់ខ្លួននៅតែមិនអាចបន្ទោបង់នៅសេចក្តីស្រឡាញ់របស់នាងបានដោយឲ្យនាងស្របទៅតាមគំនិតរបស់ខ្លួនទើបប្រឹក្សានឹងភរិយាបានសម្រេចគ្នាថាការដែលឲ្យកូនស្រីរបស់យើងរស់នៅល្អជាងបណ្ដោយឲ្យកូនស្រីរបស់យើងស្លាប់កាលមាតាបិតាប្រឹក្សាគ្នារួចដូច្នេះហើយលោកសទ្ធិក៏បានទៅរករាជបរោះដោយឲ្យទ្រព្យចំនួន 1000 កហបណៈនិងបាននិយាយប្រាប់ថាពួកលោកចូលទទួលថង់ប្រាក់នេះទៅព្រោះថាកូនស្រីរបស់យើងស្រឡាញ់ចំពោះចរនេះលោកចូលដោះលែងចរនេះឲ្យដល់យើងដោយអបាយយ៉ាងណានីមួយចុះរាជបរោះទទួលពាក្យរបស់លោកសទ្ធិថាបាទហើយខ្លែងនាំចោរសត្តកៈនោះទៅតាមថ្នល់ផ្សេងពន្យាពេលកិច្ចវេះទៅខាងនេះខ្លះទៅខាងនោះខ្លះប្រាថ្នាពន្យាពេលឲ្យយូររងចាំរហូតដល់ព្រះអាទិត្យអស់ស្ដង់គុតទើបបិទបាំងមិនឲ្យនរណាឃើញក្នុងការដោះលែងចោរនោះឡើយលុះដល់ព្រះអាទិត្យអស់ស្ដង់គុតចូលដល់ភាពងងឹតរាជបរោះទើបនាំចោរម្នាក់ទៀតមកពីគុកដើម្បីយកមកជំនួសចោរសត្តកៈហើយក៏បានដោះលែងចោរសត្តកៈបញ្ជូនទៅឲ្យលោកសទ្ធិរួចយកចំណងនោះមកចងរឹតចោរម្នាក់ទៀតដែលនាំយកមកជំនួសចោរសត្តកៈបាននាំចេញទៅទិសខាងត្បូងហើយឲ្យពេជ្ជឃាតចាត់ការសម្លាប់ហើយរាជបរោះមកក្រាបបង្គំទូលព្រះរាជាថាបានសម្លាប់ចោរនោះហើយព្រះអង្គចំណែកពួកទាស័ករបស់លោកសទ្ធិបានទទួលយកចោរសត្តកៈមកកាន់ផ្ទះរបស់លោកសទ្ធិបានកលេចឃើញចោរសត្តកៈមកដល់ហើយលោកគិតថាយើងនឹងធ្វើឲ្យកូនស្រីរបស់យើងសប្បាយចិត្តទើបឲ្យសត្តកៈងូតទឹកចម្រះកាយឲ្យស្អាតហើយឲ្យស្អិតស្អាងខ្លួនដោយគ្រឿងប្រដាប់ផ្សេងហើយបញ្ជូនឲ្យឡើងទៅលើប្រាសាទរបស់កូនស្រីរីឯនាងផតទាកាលបានឃើញបរោះនោះក៏សប្បាយចិត្តដោយគិតថាការប្រាថ្នារបស់យើងបានសម្រេចហើយនាងក៏ប្រញាប់រៀបចំខ្លួនដោយស្អិតស្អាងនៅគ្រឿងអភរណៈផ្សេងជាច្រើនក្នុងបំណងថាឲ្យសត្តកៈស្រឡាញ់ថែមទាំងបានចាត់ចែងអាហារផ្សេងឲ្យដល់សត្តកៈមាណពដោយដៃខ្លួនឯងទាំងតាំងចិត្តបម្រើសត្តកៈមាណពឲ្យមានសេចក្តីសុខសប្បាយជារៀងរាល់ថ្ងៃទៀតផងសត្តកៈកាលនៅរួមជាមួយគ្នានឹងនាងផតទាបានពី3ថ្ងៃក៏គិតថាពេលណាយើងនឹងយកគ្រឿងប្រដាប់អភរណៈរបស់ស្រីនេះមកជារបស់យើងគួរនឹងបានគ្រឿងអភរណៈនេះដោយឧបាយយ៉ាងណានីមួយដើម្បីយកគ្រឿងអភរណៈរបស់ស្រីនោះទៅលុបហើយយកប្រាក់មកទិញសូរាផឹកនៅក្នុងរោងសូរាកន្លែងណាមួយគេក៏គិតឃើញភ្លាមថាមានតែឧបាយមួយទេដោយយើងទៅដេកអត់អាហារនៅលើគ្រែហើយគេក៏បានធ្វើទៅតាមគំនិតដែលគេបានគិតឃើញគ្រានោះនាងផតទាបានឃើញកិរិយាអាការរបស់ស្វាមីទើបនាងចូលទៅសួរថាបងឈឺឬកើតរោគអ្វីឬសត្តកៈតបថាបងមិនបានឈឺមិនបានកើតរោគអ្វីទេនាងផតទាសួរតទៅទៀតថាបើយ៉ាងនោះលោកឪពុកអ្នកម្ដាយរបស់ខ្ញុំក្រោតខឹងនឹងបងឬសត្តកៈតបថាទេលោកឪពុកអ្នកម្ដាយរបស់អូនមិនបានក្រោតខឹងនឹងបងទេនាងក៏បានសួរលំអុកតទៅទៀតថាកាលបើមិនមានហេតុដូចអូនបានសួរហើយចុះបងកើតអ្វីទៅវិញ
សត្តកៈក៏បាននិយាយប្រាប់ថាបងត្រូវការនិយាយនឹងអូនរឿងមួយនាងបានស្ដាប់ពាក្យនិយាយរបស់ស្វាមីហើយនាងមានចិត្តរីករាយត្រេកអរដូចគ្នានឹងបានប្រាក់ 1000 កហបណៈទើបប្រាប់ថាសូមអញ្ជើញនិយាយតាមសបាយចុះអូនត្រេកអរនឹងស្ដាប់ជានិច្ចសត្តកៈនិយាយប្រាប់ថាផតទាអូនសម្លាញ់អូនគង់គិតថាបងមានជីវិតប្រុសទេអូនតែតាមការពិតបងមានជីវិតប្រុសអានុភាពរបស់ទេវតាគឺក្នុងថ្ងៃដែលបងត្រូវគេចាប់ចងនាំមកដើរទៅដើម្បីសម្លាប់បងបាននឹកបន់ស្រន់ដល់ទេវតាដែលស្ថិតនៅត្រង់ភ្នំសម្រាប់ទម្លាក់ចោលថាបើខ្ញុំមានជីវិតរស់ឬរួចផុតពីការសម្លាប់ខ្ញុំនឹងធ្វើពលិកម្មដល់ទេវតាដូច្នេះបងមានជីវិតរួចផុតអន្តរាយមកព្រោះតែទេវតានោះឯងតែបងគិតជានិច្ចថាបងនៅមិនទាន់បានដោះលាបំណុលទេវតានោះនៅឡើយនាងផតទាពោលថាបងកុំគិតច្រើនអីការធ្វើពលិកម្មដោយវត្ថុផ្សេងៗនោះចូលបងប្រាប់ខ្ញុំមកចុះតើត្រូវធ្វើយ៉ាងណាខ្ញុំនឹងជួយធ្វើបងសត្តកៈតបថាបងត្រូវការគ្រឿងបួងសួងមានបាយមធុបាយៈទឹកផ្តិលផ្កាលាជជាគម្រប់5នាងផតទាប្រាថ្នានឹងយកចិត្តស្វាមីទើបពោលធានាថាអូននឹងជួយរៀបចំរកវត្ថុរបស់របរដែលបងត្រូវការឲ្យបានគ្រប់យ៉ាងហើយនាងក៏បានប្រញាប់ទៅចាត់ចែងគ្រឿងពលិកម្មទាំងអស់នោះតាមដែលស្វាមីប៉ុនប៉កាលនាងត្រៀមគ្រឿងពលិកម្មរួចស្រេចបាច់ហើយនាងបានទៅបបួលសត្តកៈថាមកបងយើងនឹងទៅលាបំណុលជាមួយគ្នាហើយនាងបានឲ្យពពួកញាតិជួយយកគ្រឿងពលិកម្មទាំងនោះទៅដែរគ្រានោះសត្តកៈបាននិយាយប្រាប់ភរិយាថាបើយ៉ាងនោះចូលអូនយកគ្រឿងស្លៀកដណ្ដប់និងគ្រឿងអភរណៈដែលមានតម្លៃស្អិតស្អាងខ្លួនឲ្យបានគ្រប់គ្រាន់ពេញលេញហើយយើងនឹងទៅធ្វើពលិកម្មជាមួយគ្នានាងផតទាបានធ្វើតាមស្វាមីរបស់នាងប្រាប់សពគ្រប់ហើយនាងបានព្រមជាមួយសត្តកៈបានឡើងជិះលើយានជាមួយគ្នាសម្ដៅទៅកាន់ភ្នំសម្រាប់ច្រានទម្លាក់ចោលនាងក៏បានគិតថាយើងនឹងធ្វើពលិកម្មដល់ទេវតាដែលស្ថិតនៅត្រង់ភ្នំសម្រាប់ទម្លាក់ចោលនោះកាលបើបានធ្វើដំណើរទៅដល់ជើងភ្នំនោះហើយគ្រប់គ្នាដែលរួមដំណើរមកជាមួយគ្នានោះក៏បាននាំគ្នាជួយជញ្ជូនគ្រឿងពលិកម្មឡើងទៅលើភ្នំក្នុងខណៈនោះសត្តកៈគិតថាបើបុគ្គលទាំងអស់នេះឡើងទៅខាងលើភ្នំដែរយើងមិនមានឱកាសដើម្បីនឹងយកគ្រឿងអភរណៈប្រពន្ធរបស់យើងបានឡើយគេទើបនិយាយប្រាប់នាងផតទាថាតពីនេះទៅយើងនឹងឡើងទៅខាងលើតែពីរនាក់បានហើយចូលអូនប្រាប់អ្នកទាំងអស់គ្នានោះត្រឡប់ទៅកាន់យានវិញចុះឯអូនចូលកាន់ភេជ្ជៈនិងគ្រឿងពលិកម្មឡើងទៅជាមួយបងនាងផតទាបានធ្វើទៅតាមសេចក្តីប្រាថ្នារបស់ស្វាមីទាំងអស់ចំណែកឯសត្តកៈបានក្លែងបបួលនាងផតទាសន្ទនាដោយវិចារដ៏ពិរោះដោយនាងផតទាមិនបានដឹងនៅបំណងក្នុងចិត្តរបស់ស្វាមីដែលក្លែងធ្វើដើម្បីបោកបញ្ឆោតនាងឡើយគេបាននាំនាងផតទាឡើងទៅលើភ្នំដែលច្រានទម្លាក់ចោលនោះភ្នំដែលច្រានទម្លាក់ចោលនោះមានផ្លូវឡើងទៅតែផ្លូវមួយព្រោះផ្នែកដតីមិនមានផ្លូវអាចឡើងទៅបានការយកចោលទៅដល់លើកំពូលភ្នំនោះហើយក៏បាននាំគ្នាច្រានទម្លាក់ចោលនោះចុះមកខាងក្រោមពួកចោលដែលត្រូវគេច្រានទម្លាក់ចុះពីលើកំពូលភ្នំនោះរាងកាយប៉ះទង្គិចនឹងដុំថ្មក៏ដាច់ចេញជាចំណែកតូចធំធ្លាក់ចុះទៅដល់ផ្ទៃផែនដីព្រោះដូច្នោះទើបគេហៅភ្នំនោះថាកន្លែងច្រានទម្លាក់ចោលក្នុងខណៈដែលនាងកំពុងឈរនៅលើកំពូលភ្នំនោះនាងទើបប្រាប់ដល់ស្វាមីថាបងចូលធ្វើពលិកម្មបួងសួងដល់ទេវតាចុះសត្តកៈស្ដាប់ពាក្យនិយាយប្រាប់របស់នាងផតទាហើយក៏នៅស្ងៀមនាងទើបពោលដាស់តឿនទៀតថាដូចម្ដេចបានជាបងនៅស្ងៀមហេតុអ្វីក៏មិនចាប់ផ្ដើមធ្វើពលិកម្មបួងសួងដល់ទេវតាទៅសត្តកៈពោលតបថាបងមិនមានបំណងដើម្បីធ្វើពលិកម្មលាបំណុលអ្វីទេបងបានបញ្ឆោតអូនមកទីនេះទេតានាងផតទានឹកចម្លែកក្នុងចិត្តចំពោះពាក្យពោលរបស់ស្វាមីទើបសួរថាអូនមានកំហុសឬបងសត្តកៈតបថាទេតែបងនឹងសម្លាប់អូនដើម្បីខ្វេះយកថ្លើមអូនដើម្បីលាបំណុលទេវតាហើយនឹងបានយកគ្រឿងអភរណៈរបស់អូនទៀតផងនាងផតទាខ្លាចស្លាប់ទើបពោលថាបងគ្រឿងអភរណៈជារបស់អ្នកណាខ្លួនអូនជារបស់នរណាគឺជារបស់បងទាំងអស់ទេតើហេតុអ្វីបានជាបងនិយាយយ៉ាងនេះទៅវិញសត្តកៈតបថាបងមិនដឹងរបស់អូនក៏ដោយរបស់បងក៏ដោយយើងមិនមែនជាមនុស្សដូចគ្នាបងនឹងត្រូវសម្លាប់អូនឲ្យបានហេតុដូច្នេះ
ចូលអូនដោះសម្ពុតសាដកចេញនឹងគ្រឿងអភរណៈទាំងអស់ដាក់ចុះក្នុងសាដកនេះហើយវេចឲ្យរៀបរយនាងផតទាពូលអង្វរថាសូមបងកុំធ្វើយ៉ាងនេះឡើយបងត្រូវការអ្វីសូមបងយកទៅចុះសូមឲ្យតែបងទុកជីវិតឲ្យអូនបានហើយចាប់តាំងពីថ្ងៃនេះទៅបងចូលចាំទុកថាអូនស្លាប់ទៅហើយឬមិនយ៉ាងនោះអូននឹងព្រមធ្វើជាទាស័យរបស់បងទទួលបម្រើបងគ្រប់ពេលវេលាកងដៃទាំងនេះដែលជាកែវពីទូសូមបងយកទៅថែមទាំងរបស់គ្រប់យ៉ាងហើយសូមហៅអូនថាជាទាស័យចុះសត្វកៈស្ដាប់ពាក្យរបស់នាងផតទាហើយពូលទៅវិញថាបើបងធ្វើតាមសម្ដីរបស់អូនហើយអូនត្រឡប់ទៅប្រាប់ឪពុកម្ដាយរបស់អូនបងក៏ត្រូវទទួលទោសយ៉ាងណាក៏ដោយបងនឹងសម្លាប់អូនឲ្យបានអូនកុំយំឡើយអូនប្រញាប់ដោះគ្រឿងអភរណៈមកវិចឲ្យបងជីវិតរបស់អូននឹងមិនមានតទៅទៀតឡើយគ្រឿងអភរណៈទាំងអស់នេះក៏នឹងជារបស់បងនាងផតទាគិតឃើញថាអូណូរឿងនេះរាប់ថាជារឿងធ្ងន់ធ្ងរណាស់បញ្ញាមិនមែនមានទុកដើម្បីស្លោស៊ីទេត្រូវទុកដើម្បីត្រេះរិះពិចារណារកហេតុផលជួយខ្លួនឯងសងសឹកចំពោះចោរនេះឲ្យបានការនាងគិតដូច្នេះហើយទើបពោលថាបងកាលដែលបងត្រូវគេចាប់នោះអូនបានប្រាប់ឪពុកម្ដាយលោកទាំងពីរក៏បានឲ្យប្រាក់ 1000 កហបណៈទើបបានគេដោះលែងខ្លួនបងមកចាប់ពីថ្ងៃនោះមកអូនក៏បានតាំងចិត្តចាំបដិបត្តិបម្រើបងរៀងរហូតមកថ្ងៃនេះអូនសូមមើលបងឲ្យពេញភ្នែកបានថ្វាយបង្គំបងឲ្យអស់ចិត្តហេតុដូច្នេះសូមឲ្យអូនបានធ្វើតាមបំណងផងគឺសូមឲ្យអូនបានគៀកកាយបងសិនទាំងខាងមុខទាំងខាងក្រោយមុនពេលអូនស្លាប់ចាកចោលបងទៅសត្វកៈពូលអនុញ្ញាតថាអូនចូលមើលបងឲ្យពេញភ្នែកចូលថ្វាយបង្គំបងឲ្យអស់ចិត្តនិងធ្វើតាមបំណងរបស់អូនចុះក្រោយពីគេបានពូលអនុញ្ញាតហើយគេបានទៅឈរនៅក្នុងទីបំផុតនៃភ្នំដើម្បីឲ្យនាងផតទាបានធ្វើតាមការពូលអង្វររបស់នាងផតទាកាលបានស្ដាប់ពីអនុញ្ញាតហើយទើបដើរប្រតិសិនជុំវិញសត្វកៈនិងធ្វើការថ្វាយបង្គំក្នុងទីទាំង4គឺខាងស្ដាំខាងឆ្វេងខាងមុខខាងក្រោយព្រមជាមួយនឹងការពូលរបស់នាងដែលគួរឲ្យអាឡោះអាល័យថាបងកាលដែលអូនបានឃើញបងពេលនេះជាការឃើញចុងក្រោយតទៅមុខទៀតអូននឹងមិនបានឃើញបងតទៅទៀតឡើយកាលពូលដូចនេះហើយនាងបានជួលទៅអោបខាងមុខនិងអោបខាងក្រោយក្នុងខណៈដែលនាងឈរអោបខាងក្រោយនោះនាងក៏បានសង្កេតមើលសត្វកៈកំពុងភ្លេចខ្លួននាងបានយកដៃមួយចាប់កនិងយកដៃម្ខាងទៀតចាប់ក្លៀកហើយច្រានសត្វកៈទម្លាក់ជួយជ្រុះដែលទម្លាក់ចោលនោះទៅពេលដែលសត្វកៈធ្លាក់ចុះទៅប៉ះទង្គិចនឹងថ្មតាមច្រកភ្នំរាងកាយដាច់បែកខ្ទេចទីល្អិតជាដុំតូចៗជ្រុះធ្លាក់ចុះដល់ផែនដីបញ្ចប់ជីវិតនៅទីកន្លែងនោះឯងក្នុងខណៈនោះទេវតាដែលស្ថិតនៅត្រង់ភ្នំច្រានទម្លាក់ចោលនោះបានឃើញកិរិយារបស់បុគ្គលទាំងពីរនាក់នោះទើបបានពូលសរសើរនាងផតទាឡើងថាបុរសមិនមែនឈ្មោះថាបណ្ឌិតនៅក្នុងហេតុទាំងអស់ទេសូម្បីស្ត្រីសោះតែជាអ្នកមានឧបាយវាងវៃក្នុងហេតុនោះក៏ឈ្មោះថាបណ្ឌិតផងដែរចំណែកនាងផតទាការច្រានសត្វកៈទម្លាក់ចុះពីភ្នំស្លាប់ទៅហើយនាងទើបគិតថាយើងមិនអាចនឹងត្រឡប់ទៅផ្ទះវិញដោយការធ្វើអំពើបែបនេះទេព្រោះថាបើឪពុកម្ដាយយើងសួរថាស្វាមីរបស់កូនទៅណាកាលបើយើងប្រាប់ថាកូនបានសម្លាប់គេចោលហើយប្រកាសជាពួកគាត់បន្ទោសមិនខានថាកូនឯងបានគេនោះមកធ្វើជាស្វាមីមិនមែនបានមកដោយហេតុដទៃទេគឺត្រូវយកប្រាក់ 1000 កហបណៈទៅលុះគេទើបបានមកតែឥឡូវនេះកូនឯងបានសម្លាប់គេចោលសូម្បីយើងប្រាប់ពួកគាត់ទាំងពីរនាក់ថាគេចង់សម្លាប់កូនដើម្បីចង់បានគ្រឿងអភរណៈរបស់កូនដល់លោកទាំងពីរនាក់គាត់ប្រកាសជាមិនជឿយើងហេតុដូច្នេះការត្រឡប់ទៅផ្ទះវិញមិនមែនជាផលល្អសម្រាប់យើងទេនាងគិតឃើញយ៉ាងនេះហើយទើបនាងសម្រេចចិត្តទៅបួសក្នុងទីកន្លែងណាមួយនាងក៏បានដោះគ្រឿងអភរណៈរបស់ខ្លួនទុកទីកន្លែងនោះហើយនាងបានរត់ចូលទៅក្នុងព្រៃកាលនាងផតទាធ្វើដំណើរចេញពីភ្នំដែលទម្លាក់ចោលក៏បានធ្វើដំណើរយឺតៗរហូតទៅដល់អាស្រមរបស់ពួកបរិពាជកនៅក្នុងសំណាក់មួយកាលនាងទៅដល់នាងបានលើកដៃសំពះថែមទាំងពូលអង្វរថាសូមលោកទាំងឡាយមេត្តាឲ្យខ្ញុំបួសនៅក្នុងសំណាក់របស់លោកម្ចាស់ទាំងឡាយផងពួកបរិពាជកក៏បានអនុញ្ញាតឲ្យនាងបួសដោយប្រើបន្លាថ្នោតដកសក់របស់នាងផតទារហូតអស់រលីងពីសេរសាហ
ហើយរៀបចំឲ្យនាងបួសជាបរិពាជិកាសក់របស់នាងផុតទាបរិពាជិកាកាលត្រូវដកដោយបន្លាថ្នោតការសក់ថ្មីដុសចេញមកសាជាថ្មីសក់ថ្មីនោះមិនបានដុសលាតត្រង់ទៅតាមធម្មតាធ្លាប់មានមកទីត្រឡប់ជារមូររួញជារមុងដោយកណ្ដុរឬទំហូរដោយហេតុផលនៃសក់របស់នាងដែលមានប្រកបដូច្នេះនាងផុតទាទើបមានឈ្មោះថ្មីតាមនិមិត្តរបស់សក់នោះថានាងផុតទាគុណ្ឌលកេសាឬនាងផុតទាគុណ្ឌលកេសីរឿងបន្តទៅនេះនឹងសូមហៅឈ្មោះនាងថាគុណ្ឌលកេសីនាងគុណ្ឌលកេសីកាលបានបួសជាបរិពាជិកាហើយក៏បានសួរចំពោះបរិពាជិកាចារថាអ្វីជារបស់ខ្ពង់ខ្ពស់នៃការបួសរបស់នាងម្ចាស់ទាំងឡាយនាងបរិពាជិកាតបថាការធ្វើបរិកម្មក្នុងកសិនមាន10ប្រការបានដល់ 1. បថវីកសិន 2. អបោកសិន 3. ទេជូកសិន 4. វិយោកសិន 5. នីលកសិន 6. បៃតកសិន 7. លោហេតកសិន 8. អទាតកសិន 9. អាកាសកសិន 10. អលោកកសិនកសិនជាសមថកម្មដ្ឋានមួយពួកមាន10ប្រការរីឯការចម្រើននឹងការធ្វើនោះដោយការចូលទៅសម្លឹងអារម្មណ៍ដែលយករបស់អ្វីមួយទាំង10នោះមកធ្វើជានិមិត្តនៅក្នុងការសម្លឹងធ្វើឲ្យកើតសមាធិដើម្បីឲ្យចិត្តស្ងប់ហើយធ្វើឲ្យកើតឈាននឹងការរៀនសហសវិតប្រែថាវាទៈ1000វាទៈទាំងពីរយ៉ាងនេះរាប់ថាជាប្រយោជន៍ខ្ពង់ខ្ពស់បំផុតក្នុងការបួសរបស់ពួកយើងនាងគុណ្ឌលកេសីបរិពាយិកាបានពូលនឹងអាចារ្យថាខ្ញុំមិនអាចធ្វើឲ្យឈានកើតឡើងបានតែខ្ញុំនឹងសូមរៀនវាទៈ1000វាទៈកាលនាងរៀនវាទៈទាំងនោះចប់ហើយលោកអាចារ្យទើបប្រគល់មេឃព្រីងឲ្យនាងព្រមទាំងប្រាប់ថាការរៀនវាទៈរបស់នាងបានសម្រេចហើយនាងក៏បានថ្វាយបង្គំលាអាចារ្យដើរទូទៅពេញចម្ពោះទ្វីបដើម្បីស្វែងរកអ្នកដែលមានសមត្ថភាពអាចដោះស្រាយបញ្ហារបស់នាងបានទាំងលោកអាចារ្យបានប្រាប់បញ្ជាក់ទៀតថាប្រសិនបើជាក្រហមណាម្នាក់អាចមានសមត្ថភាពដោះស្រាយបញ្ហារបស់នាងបាននាងចូលព្រមធ្វើជាបរិពាជិការបស់គីប្រសិនបើជាបព្វជិតដែលអាចមានសមត្ថភាពដោះស្រាយវាទៈនេះបាននាងចូលសូមបួសនៅក្នុងសំណាក់របស់គីនោះចុះនាងគុណ្ឌលកេសីបានកាន់យកមេឃព្រីងដើរទៅតាមនិគមឬជនបទរាជធានីផ្សេងនរណាជួបឃើញនាងមិនស្គាល់នាងទើបហៅនាងតាមសញ្ញាលក្ខណៈរបស់មេឃព្រីងដែលនាងកាន់មកផងថានាងចម្ពុបរិពាជិកាប្រែថាបរិពាជិកាអ្នកកាន់មេឃព្រីងរាប់ជាឈ្មោះដែលប្រកបនៅក្នុងសាច់រឿងនៅក្នុងវគ្គនេះមានឈ្មោះមួយទៀតនាងចម្ពុបរិពាជិកាបានដើរសួរបញ្ហានឹងអ្នកដែលខ្លួនបានជួបប្រទះតាមផ្លូវកាលនាងបានជ្រាបថាមានបណ្ឌិតនៅក្នុងទីណានាងក៏សុខចិត្តតស៊ូដើរទៅសួរបញ្ហាជាមួយនឹងបណ្ឌិតនៅក្នុងទីនោះតែលទ្ធផលចេញប្រកាសមកថាមិនមាននរណាអាចហ៊ានឆ្លើយឆ្លងនឹងនាងបានឡើយបុគ្គលទាំងឡាយកាលបានឮដំណឹងថានាងចម្ពុបរិពាជិកាមកតាមផ្លូវនេះម្នាក់នាំគ្នារត់ទៅកាន់ផ្លូវដទៃវិញនាងបរិពាជិកាកាលបារោអ្នកដែលអាចឆ្លើយឆ្លងនឹងខ្លួនមិនបានពេលដែលនាងចូលទៅរកអាហារតាមផ្ទះឬនិគមនាងក៏បានប្រមូលដីខ្សាច់មកធ្វើជាគំនរនៅត្រង់មុខទ្វារផ្ទះដោយដោតមេឃព្រីងដាក់ត្រង់គំនរខ្សាច់នោះនឹងពូលប្រកាសថាអ្នកណាអាចឆ្លើយតបបញ្ហានឹងខ្ញុំបានចូលកំចាត់កំចាយគំនរដីខ្សាច់នឹងមេឃព្រីងនេះចុះហើយនាងដើរចូលទៅក្នុងផ្ទះនោះមនុស្សទាំងឡាយមិនមាននរណាហ៊ានកំចាត់កំចាយគំនរដីខ្សាច់នឹងមេឃព្រីងនោះឬសូម្បីតែចូលមកជិតមេឃព្រីងនឹងគំនរដីខ្សាច់ក៏មិនទាន់មាននៅឡើយរហូតដល់កន្លងទៅបាន7ថ្ងៃជីវប្រវត្តិរបស់ព្រះនាងគុណ្ឌលថេរីវគ្គតទៅនេះមានសម្ដែងទុកនៅក្នុងអត្ថកថាធម្មបទនៃសហសវៈក្នុងរឿងគុណ្ឌលកេសីដូចមានសេចក្តីថាកាលមេឃព្រីងចាស់ស្វិតក្រៀមនាងចម្ពុបរិពាជិកាទើបទៅរកមេឃព្រីងស្រស់ថ្មីមកកាន់ដើរតទៅទៀតដោយអាការយ៉ាងនេះរហូតទៅដល់ក្រុងសាវត្ថីមុនដែលនាងចូលទៅដល់ក្នុងក្រុងនាងបានកាច់មេឃព្រីងមកដោតលើគំនរដីខ្សាច់ធ្វើដូចដែលនាងធ្លាប់ធ្វើរួចមកហើយរួចនាងបានដើរចូលទៅរកអាហារបណ្ដាក្មេងៗជាច្រើនបាននាំគ្នាទៅឈរព័ទ្ធជុំវិញគំនរដីខ្សាច់ដែលនាងដោតមេឃព្រីងនោះគ្រានោះព្រះសារីបុត្របានចរិកទៅបិណ្ឌបាតនិងត្រឡប់មកឆាន់ចង្ហាន់រួចជាស្រេចហើយក៏ចេញចាកក្រុងទៅលោកបានក៏លេចឃើញពួកក្មេងៗទាំងនោះឈរព័ទ្ធជុំវិញមើលមេឃព្រីងព្រះសារីបុត្រទើបសួរពួកក្មេងៗទាំងនោះថា
មេឃព្រីងដែលដោតនៅលើគំនរខ្សាច់នោះនរណាជាអ្នកដោតពួកក្មេងៗទាំងនោះក៏បាននាំគ្នានិយាយរឿងទាំងអស់នោះប្រាប់ឲ្យព្រះសារីបុត្រជ្រាបព្រះសារីបុត្រកាលបើបានជ្រាបរឿងនោះហើយបានប្រាប់ពួកក្មេងៗថាបើយ៉ាងនោះពួកអ្នកចូលកម្ចាត់កម្ចាយមេឃព្រីងនោះចោលចុះពួកក្មេងៗតបថាពួកខ្ញុំខ្លាចមិនហ៊ានធ្វើទេលោកម្ចាស់ព្រះសារីបុត្រក៏បានពោលធានាថាពួកអ្នកមិនត្រូវខ្លាចទេអាត្មានឹងជាអ្នកដោះស្រាយក្នុងបញ្ហានោះដោយខ្លួនឯងពួកអ្នកចូលដកមេឃព្រីងឬកម្ចាត់កម្ចាយគំនរដីខ្សាច់នេះចោលទៅពួកក្មេងៗស្ដាប់ពាក្យរបស់ព្រះសារីបុត្រពោលដូច្នេះហើយអ្នកខ្លះក៏ខ្លាចអ្នកខ្លះក៏មានភាពអង់អាចមិនខ្លាចទើបនាំគ្នាធ្វើតាមពាក្យរបស់ព្រះថេរៈដោយស្រែកហូរខ្លាំងឡើងហើយនាំគ្នាដកមេឃព្រីងនិងកម្ចាត់កម្ចាយគំនរដីខ្សាច់ចោលខ្ទេចខ្ទីគ្មានសល់នាងចម្ពូបរិពាជកាចេញមកអំពីផ្ទះបានឃើញមេឃព្រីងខ្ចាត់ខ្ចាយខ្ទេចខ្ទីគ្មានសល់ទើបបានសួរពួកក្មេងៗទាំងនោះថានរណាជាអ្នកកម្ចាត់កម្ចាយគំនរដីខ្សាច់និងមេឃព្រីងរបស់យើងពួកក្មេងៗតបថាព្រះសារីបុត្រលោកជាធម្មសេនាបតីបានប្រាប់ឲ្យពួកយើងកម្ចាត់កម្ចាយគំនរដីខ្សាច់និងមេឃព្រីងនេះនាងចម្ពូបរិពាជកាគិតពិចារណាមើលថាអ្នកមិនស្គាល់កម្លាំងរបស់ខ្លួនឯងរមែងមិនអាចឲ្យពួកក្មេងៗកម្ចាត់កម្ចាយគំនរដីខ្សាច់និងមេឃព្រីងនេះព្រះថេរៈរូបនេះគង់នឹងជាអ្នកធំពិតប្រាកដឯយើងជាអ្នកតូចគេឈ្មោះរបស់យើងគង់នឹងមិនអាចល្បាញល្បីតទៅទៀតឡើយបន្ទាប់មកទើបនាងចូលទៅសួរព្រះសារីបុត្រដើម្បីជ្រាបនៅការពិតថាលោកម្ចាស់បានប្រាប់ឲ្យក្មេងៗកម្ចាត់កម្ចាយគំនរដីខ្សាច់និងមេឃព្រីងរបស់ខ្ញុំពិតប្រាកដមែនឬព្រះសារីបុត្រតបថាមែនអាត្មាបានប្រាប់ឲ្យក្មេងៗទាំងនោះដកឬកម្ចាត់កម្ចាយគំនរដីខ្សាច់និងមេឃព្រីងរបស់នាងចោលពិតមែននាងចម្ពូបរិពាជកាពោលថាបើយ៉ាងនោះលោកម្ចាស់ត្រូវជាអ្នកឆ្លើយតបបញ្ហារបស់ខ្ញុំព្រះសារីបុត្រតបទទួលថាល្អហើយអាត្មានឹងឆ្លើយតបបញ្ហាជាមួយនឹងនាងចម្ពូបរិពាជកាកាលបើសម្រេចថាខ្លួនបានឆ្លើយឆ្លងតបបញ្ហាជាមួយនឹងព្រះសារីបុត្រនាងទើបបានចូលទៅកាន់ក្រុងប្រកុកប្រកាសឲ្យមនុស្សទាំងឡាយចេញទៅស្ដាប់ការឆ្លើយឆ្លងរវាងខ្លួននិងព្រះថេរៈចំណែកព្រះសារីបុត្របានឆាន់ចង្ហាន់ថ្ងៃត្រង់រួចស្រេចហើយបាននិមន្តចេញទៅគង់រងចាំក្បែរគល់ឈើមួយដើមឯនាងចម្ពូបរិពាជកាបានចូលទៅរកព្រះសារីបុត្រនៅក្នុងវេលានោះដើម្បីសួរបញ្ហាអ្នកក្រុងទាំងអស់គ្នាម្នាក់ៗឮតគ្នាថាពួកយើងនឹងទៅស្ដាប់ពាក្យសម្ដីអ្នកប្រាជ្ញទាំងពីរនាក់ក៏បាននាំគ្នារួមដំណើរទៅជាមួយនឹងនាងចម្ពូបរិពាជកាហើយបានចូលទៅថ្វាយបង្គំព្រះថេរៈព្រមទាំងបានពោលប្រស្រ័យចរចារតៈរួចហើយក៏បានអង្គុយក្នុងទីដ៏សមគួរនាងចម្ពូបរិពាជកាបានសួរព្រះថេរៈមុនថាអ្នកណាជាអ្នកសួរអ្នកណាជាអ្នកឆ្លើយលោកម្ចាស់ព្រះសារីបុត្រឆ្លើយថាការសួរជានីតិរបស់នាងសិនចុះរីឯអាត្មាជាអ្នកឆ្លើយនឹងសួរនៅពេលខាងក្រោយវិញចុះកាលព្រះសារីបុត្របានអនុញ្ញាតឲ្យហើយនាងចម្ពូបរិពាជកាទើបផ្ដើមសួរបញ្ហាតាក់ទងនឹងវាទៈទាំង1000ហើយព្រះថេរៈបានឆ្លើយបញ្ហាទាំង1000នោះបានទាំងអស់លំដាប់នោះព្រះថេរៈបានពូលនឹងនាងថាបញ្ហារបស់នាងមានត្រឹមតែប៉ុណ្ណេះឬក៏នៅមានទៀតគ្រានោះនាងចម្ពូបរិពាជកាពោលថាមានត្រឹមតែប៉ុណ្ណឹងឯងលោកម្ចាស់លំដាប់នោះព្រះថេរៈពូលតទៅទៀតថានាងបានសួរបញ្ហាជាច្រើនមកហើយចំពោះអាត្មាឥឡូវនេះអាត្មានឹងសួរបញ្ហាមួយតើនាងឆ្លើយបានឬក៏មិនបាននាងបរិពាជកាឆ្លើយថាបើនាងខ្ញុំដឹងនឹងឆ្លើយសូមលោកម្ចាស់សួរមកចុះព្រះសារីបុត្របានសួរនាងថាអ្វីឈ្មោះថាមួយនាងបរិពាជកាឆ្លើយថាបញ្ហានេះខ្ញុំម្ចាស់មិនដឹងទេមិនដឹងថាឆ្លើយយ៉ាងណានាងទើបបានសួរទៅវិញថាបបពិតលោកម្ចាស់ដ៏ចម្រើនបញ្ហានេះគួរឆ្លើយយ៉ាងណាតើមួយនោះបានដល់អ្វីលោកម្ចាស់ព្រះថេរៈឆ្លើយថាមួយនោះបានដល់ពុទ្ធមន្តនាងបរិពាជកាបានពោលថាសូមលោកម្ចាស់ឲ្យនៅពុទ្ធមន្តនោះមកដល់ខ្ញុំប្រកាសណាផងខ្ញុំប្រកាសណាសូមដល់លោកម្ចាស់ជាសរណៈគឺជាទីពឹងជាទីរលឹកផងលោកម្ចាស់ព្រះថេរៈក៏មានថេរវិចារថាមនាលនាងបរិពាជកាបើនាងកាន់ភេទដូចអាត្មាហើយអាត្មានឹងឲ្យតែការដែលនាងសូមដល់អាត្មាជាសរណៈនោះកុំអីឥឡូវនេះព្រះពុទ្ធជាម្ចាស់ទ្រង់ជាអគ្គបុគ្គលក្នុងលោកនិងទេវលោក
ព្រះអង្គគង់នៅក្នុងវត្តចេតពុនចិត្តនេះដែរគួរនាងចូលទៅរកព្រះបរមសាស្តាជាសរណៈគឺជាទីពឹងទីរលឹកចុះលំដាប់នោះនាងបរិពាជិកាពោលថាខ្ញុំប្រកាសណានឹងធ្វើតាមពាក្យណែនាំរបស់លោកម្ចាស់លុះវេលាល្ងាចជាវេលាដែលព្រះលោកនាថទ្រង់សម្ដែងប្រធរទេសនានាងចម្ពុបរិពាជិកាបានចូលទៅគាល់ព្រះលោកនាថលុះចូលទៅដល់ហើយក៏ថ្វាយបង្គំព្រះមានប្រភ័ក្ត្រដោយបញ្ចង្គៈបដិស្ថានរួចក៏អង្គុយនៅក្នុងទីដ៏សមគួរលំដាប់នោះព្រះចិនស្រីទ្រង់ប្រកាសសម្ដែងធម៌ឲ្យត្រូវនឹងឧបនិស្ស័យរបស់នាងចម្ពុបរិពាជិកាថាបើគាថាសូម្បី1000ជាគាថាប្រកបដោយបទឥតប្រយោជន៍គាថានោះពុំប្រសើរឡើយអ្នកណាស្ដាប់បទរបស់គាថាណាហើយរមែងស្ងប់រងាប់បានសូម្បីតែមួយបទក៏ឈ្មោះថាប្រសើរជាងដោយអំណាចនៃចរិយារបស់នាងដែលធ្លាប់ពិចារណាឃើញសង្ខារត្រូវទុកគ្របសង្កត់ហើយក្នុងពេលដែលព្រះមនីទ្រង់ត្រាស់ប្រគាថាចប់នាងចម្ពុបរិពាជិកាក៏បានសម្រេចនៅព្រះអរហត្តផលហើយនាងទើបក្រាបទូលសូមបព្វជិឧបសម្បទាក្នុងព្រះពុទ្ធសាសនានេះគ្រានោះព្រះមានបុណ្យទ្រង់អនុញ្ញាតឲ្យនាងចម្ពុបរិពាជិកាដោយត្រាស់ប្រាប់ព្រះសារីបុត្រឲ្យបញ្ជូននាងទៅកាន់សំណាក់ភិក្ខុនីនិងឲ្យនាងបានបព្វជិឧបសម្បទាក្នុងឧបតោសង្ឃសង្ឃទាំងពីរពួកគឺពួកភិក្ខុសង្ឃមួយពួកភិក្ខុនីសង្ឃមួយពួកជាភិក្ខុនីក្នុងព្រះពុទ្ធសាសនានេះតទៅនាងចម្ពុបរិពាជិកាកាលបានបួសជាភិក្ខុនីហើយក៏បានប្រកាសនាមថ្មីថាកុណ្ដលកេសីធេរីហៅតាមអត្ថកថាឬកុណ្ដលកេសាធេរីហៅតាមព្រះបាលីព្រះនាងកុណ្ដលកេសាធេរីចាត់ថាជាអ្នកមានបុណ្យច្រើនព្រោះបានស្ដាប់គាថាត្រឹមតែ4បាតចប់ហើយនាងក៏បានសម្រេចជាព្រះអរហន្តីដែលរាប់ថាជាព្រះអរិយបុគ្គលថ្នាក់ខ្ពស់បំផុតក្នុងព្រះពុទ្ធសាសនានេះព្រះសាស្តាទ្រង់ទាញយករឿងនេះមកជាដើមហេតុទើបព្រះអង្គទ្រង់ប្រកាសតែងតាំងព្រះនាងផត្តាកុណ្ដលកេសាធេរីទុកក្នុងតំណែងជាអេតតកៈតាមដែលមានសម្ដែងនៅក្នុងគម្ពីរអង្គុត្តរនិកាយឯកនិបាតដូចមានសេចក្តីថាអេតតកੰភគវេមមសាវិកានੰភិក្ខុនីនੰខប្បាពញ្ញានੰយតិតាំងផត្តាកុណ្ដលកេសាមនាលភិក្ខុទាំងឡាយផត្តាកុណ្ដលកេសាប្រសើរជាងភិក្ខុនីទាំងឡាយជាសាវិការបស់តថាគតផ្នែកខាងបានត្រាស់ដឹងដោយឆាប់រហ័សកាលតមកខាងក្រោយភិក្ខុទាំងឡាយបានសន្ទនាគ្នានៅក្នុងសាលាធម្មសភាថាព្រះនាងផត្តាកុណ្ដលកេសាធេរីបានស្ដាប់ប្រធមមិនច្រើនតែបន្តិចសោះតែកិច្ចបព្វជិតរបស់នាងបានសម្រេចដល់ទីបំផុតហើយបានឮដំណឹងថានាងបានយកឈ្នះចោរម្នាក់ដែលប្រុងនឹងសម្លាប់នាងទីបំផុតចោរនោះមិនអាចធ្វើអ្វីនាងបានត្រូវបរាជ័យក្រោមប្រាជ្ញាស្មារតីរបស់នាងរហូតដល់ចោរនោះបាត់បង់ជីវិតហើយនាងបានមកបួសនៅក្នុងព្រះពុទ្ធសាសនានេះទៀតផងលំដាប់នោះព្រះមានប្រភាកស្ដេចយាងមកដល់ហើយព្រះអង្គត្រាស់សួរថាមនាលភិក្ខុទាំងឡាយអំបញ្ញមិញនេះពួកអ្នកបានសន្ទនាគ្នាអំពីរឿងអ្វីភិក្ខុទាំងឡាយនោះក៏បានក្រាបទូលក្នុងរឿងការសន្ទនាគ្នានេះឲ្យព្រះភគវាទ្រង់ជ្រាបកាលព្រះសម្ពុទ្ធទ្រង់ជ្រាបហើយព្រះអង្គទើបទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយកុំយល់ថាធម៌ដែលតថាគតសម្ដែងឲ្យថាតិចឬច្រើនប៉ុន្តែបទដែលមិនមានប្រយោជន៍សូម្បីមាន1000បទក៏មិនប្រសើរបទនៃធម៌សូម្បីមួយបទដែលបុគ្គលបានស្ដាប់ហើយប្រព្រឹត្តទៅដើម្បីការប្រះចាកដំណេកសូម្បីមួយបទក៏ឈ្មោះថាប្រសើរជាងឯការឈ្នះរមែងមិនមានដល់អ្នកឈ្នះចោលខាងក្រៅតែការឈ្នះរមែងមានដល់អ្នកឈ្នះចោលខាងក្នុងគឺកិលេសលំដាប់នោះព្រះលោកនាថទ្រង់ត្រាស់ដូចនេះហើយកាលនឹងទ្រង់សម្ដែងធម៌បន្តសេចក្តីតទៅទៀតទើបទ្រង់ត្រាស់ប្រគាថាទាំងនោះថាអ្នកណាក៏បីពូលគាថា100គាថាប្រកបដោយបទឥតប្រយោជន៍គាថាដែលមនុស្សពូលហើយនោះពុំប្រសើរឡើយអ្នកណាស្ដាប់បទនៃធម៌ហើយរមែងស្ងប់រងាប់បានបទនៃធម៌នោះសូម្បីត្រឹមតែមួយបទក៏ឈ្មោះថាប្រសើរជាងអ្នកណាក៏បីឈ្នះពួកមនុស្សក្នុងសង្គ្រាមអស់1000ដងគឺ1លានចំណែកអ្នកណាឈ្នះខ្លួនឯងម្នាក់ឯងបានអ្នកនោះឈ្មោះថាជំនួសខ្ពង់ខ្ពស់ជាងអ្នកដែលឈ្នះនៅក្នុងសង្គ្រាមនោះជីវប្រវត្តិរបស់ព្រះនាងផត្តាកុណ្ដលកេសាធេរីដែលជាការពោលអំពីជីវប្រវត្តិខ្លួនឯងផ្ទាល់ក្រោយអំពីព្រះនាងបានសម្រេចជាព្រះអរហន្តីហើយតាមដែលមានសម្ដែងប្រកាសនៅក្នុងគម្ពីរខត្តកនិកាយអបទានដូចមានសេចក្តីថាព្រះចិនស្រីព្រះនាមបតមុត្តរៈ
ព្រះអង្គទ្រង់ដល់នៅត្រៃនៃធរទាំងពួងជានាយកទ្រង់កើតឡើងនៅក្នុងកាប់ទី100,000អំពីផុតកម្មនេះក្នុងគ្រានោះខ្ញុំកើតក្នុងត្រកូលនៃសទ្ធិនៅក្នុងនគរហង្សវតីជាត្រកូលរឿងដោយរតនវត្ថុផ្សេងខ្ញុំជាស្រីស្កប់ស្កល់ដោយសេចក្តីសុខច្រើនប្រការថ្ងៃមួយខ្ញុំមានឱកាសល្អខ្ញុំចូលទៅរកព្រះពុទ្ធជាមហាវីរៈបរិសអង្គនោះហើយបានស្ដាប់ធម៌ដ៏ឧត្តមលំដាប់នោះខ្ញុំមានសេចក្តីជ្រះថ្លាកាត់ឡើងហើយបានដល់នៅព្រះចិនស្រីជាទីពឹងចៃដន្យនៅក្នុងថ្ងៃនោះឯងព្រះពុទ្ធជានាយកព្រះនាមបតមុត្តរៈប្រកបដោយមហាករុណាទ្រង់តាំងសុភាភិក្ខុនីជាភិក្ខុនីប្រសើរជាងភិក្ខុនីដែលត្រាស់ដឹងឆាប់រហ័សលុះខ្ញុំបានស្ដាប់ព្រះពុទ្ធវាចារនោះហើយខ្ញុំមានសេចក្តីរីករាយបានថ្វាយទានដល់ព្រះពុទ្ធជាមហេសីហើយក្រាបចុះទាបប្របាទទាដោយត្បូងប្រាថ្នានៅតំណែងនោះព្រះពុទ្ធជាមហាវីរៈបរិសទ្រង់អនុមោទនាថាមនាលនាងដោយចម្រើនតំណែងណាដែលនាងប្រាថ្នាហើយតំណែងទាំងអស់នោះឯងនឹងសម្រេចពុំខានចូលនាងបានសេចក្តីសុខរំលត់ទុកចុះក្នុងកាប់ទី100,000អំពីកាប់នេះព្រះសាស្តាព្រះនាមគោតមទ្រង់សម្ភពក្នុងត្រកូលក្សត្រអោកាកៈនឹងកើតឡើងក្នុងលោកនាងនឹងបានជាញាតិនៅក្នុងធម៌របស់ព្រះបរមសាស្តាអង្គនោះជាអរោះជាធម្មនិមិត្តជាសាវិកានៃព្រះបរមសាស្តាឈ្មោះនាងកុណ្ដលៈកេសីដ៏ចម្រើនដោយអំពើដែលខ្ញុំធ្វើល្អនោះផងដោយការតម្កល់ទុកនៅចេតនានោះផងខ្ញុំលះរាងកាយជារបស់មនុស្សហើយបានទៅកើតនៅក្នុងឋានតាវតឹងលុះខ្ញុំធ្យត់ចាកឋានតាវតឹងនោះក៏បានទៅកើតនៅក្នុងឋានយាមាធ្យត់ចាកឋានយាមានោះបានទៅកើតនៅក្នុងឋាននឹមមានរតីរួចបានទៅកើតនៅក្នុងឋានបរិនិមិត្តវសវតីបុរីដោយអំណាចនៃការធ្វើល្អនោះខ្ញុំបានកើតនៅក្នុងទីណាខ្ញុំបាននៅភាពជាមហេសីរបស់ស្ដេចទាំងឡាយនៅក្នុងទីនោះព្រោះអានិសង្សនៃពុញ្ញកម្មនោះឯងខ្ញុំធ្យត់ចាកអត្តភាពនោះហើយបានមកកើតនៅក្នុងមនុស្សលោកបាននៅភាពជាមហេសីរបស់ស្ដេចចក្រពត្តិទាំងឡាយផងរបស់ស្ដេចនៅក្នុងមណ្ឌលទាំងឡាយផងខ្ញុំបាននៅសម្បត្តិទេវលោកផងក្នុងមនុស្សលោកផងហើយជាស្រីដល់នៅសេចក្តីសុខនៅក្នុងទីទាំងពួងអន្ទូលនៅក្នុងកាប់ដោយច្រើនលុះមកដល់កាប់នេះព្រះពុទ្ធព្រះនាមកាសបៈព្រះអង្គមានផៅពងដ៏ប្រសើរមានយសច្រើនប្រសើរជាងពួកអ្នកប្រាជ្ញទ្រង់កើតឡើងនៅក្នុងកាប់នេះគ្រានោះព្រះរាជាក្នុងដែនកាសីព្រះនាមកេកេក្នុងពីរាណសីបុរីដ៏ឧត្តមជាឥស្សរៈលើប្រជាជនបានជាឧបថៈនៃព្រះពុទ្ធជាមហេសីខ្ញុំជាធីតាទី4របស់ព្រះរាជាអង្គនោះដែលប្រកាសថាភិក្ខុទាសិកាបានស្ដាប់ធម៌របស់ព្រះចិនស្រីដ៏ប្រសើរហើយក៏ពេញចិត្តបព្វជិព្រះបិតាយើងទ្រង់មិនអនុញ្ញាតឲ្យបួសទេកាលនោះយើងជាអ្នកមិនខ្ជិលច្រអូសបានប្រព្រឹត្តព្រះមច្ចរិយធម៌សម្រាប់កុមារីអស់ 20,000 ឆ្នាំនៅក្នុងផ្ទះយើងជាព្រះរាជធីតា7 នាក់ជាកញ្ញាស្ថិតនៅក្នុងសេចក្តីសុខត្រេកអររីករាយក្នុងការបម្រើព្រះពុទ្ធគឺ 1. ព្រះនាងសមណី 2. ព្រះនាងសមណគុត្តា 3. ព្រះនាងភិក្ខុនី 4. ព្រះនាងភិក្ខុទាសិកា 5. ព្រះនាងធម្មី 6. ព្រះនាងសុធម្មី 7. ព្រះនាងសង្ឃទាសិកាជាគម្រប់7 នាក់កាលនោះព្រះរាជធីតាទាំង7 នាក់វិលវឹងមកបានជានាងខេមា1អបលវណ្ណា1បដាចារា1ខ្ញុំ1កេសាគូតមី1ធម្មតិននី1វិសាខាជាគម្រប់7ដោយអំពើដែលខ្ញុំធ្វើល្អនោះផងដោយការតម្កល់ទុកនៅចេតនានោះផងលុះខ្ញុំលះបង់នៅរាងកាយជារបស់មនុស្សហើយបានទៅកើតនៅក្នុងឋានតាវតឹងឥឡូវនេះដល់មកបច្ចុប្បន្នភពខ្ញុំកើតក្នុងត្រកូលសេដ្ឋីដ៏ស្ដុកស្ដំក្នុងបរិយដ៏ឧត្តមឈ្មោះគិរិបច្ចៈស្ថិតនៅក្នុងវ័យដ៏ចម្រើនក្នុងខណៈដែលខ្ញុំក្រមុំខ្ញុំឃើញនៅចោរដែលគេកំពុងបណ្ដាយកទៅដើម្បីសម្លាប់ហើយស្រឡាញ់ចំពោះចោរនោះលំដាប់នោះបិតារបស់ខ្ញុំដោះចោរនោះចេញអំពីទូដែលត្រូវសម្លាប់ដោយយកកហបណៈ 1000 ដើម្បីឲ្យរាជបរិសដោះលែងចោរនោះមកហើយមេដាបិតាលើកខ្ញុំឲ្យដល់ចោរនោះម្យ៉ាងទៀតក្នុងរឿងវគ្គតទៅនេះដូចគ្នាដែលបានពោលមកហើយនៅក្នុងគម្ពីរផ្សេងនឹងសូមលើកយកមកពោលទុកនៅក្នុងទីនេះចំពោះន័យដែលមានសេចក្តីផ្សេងអំពីគម្ពីរដទៃប៉ុណ្ណោះផតទាកុណ្ដលៈកេសាភិក្ខុនីបានពោលដល់ហេតុដែលចេញចាកសំណាក់បរិភិជុនិងបានចូលទៅស្ដាប់ធម៌ដ៏ឧត្តមរហូតបានបួសជាភិក្ខុនីក្នុងព្រះពុទ្ធសាសនានេះខ្ញុំបានចូលមកបួសនៅក្នុងសំណាក់បរិភិជុដោយពួកបរិភិជុប្រើបន្លាថ្នោតដកសក់រហូតអស់អំពីក្បាល
រៀបចំការបួសនិងបង្រៀនលទ្ធិឲ្យជាប្រចាំខ្ញុំរៀនលទ្ធិនោះហើយអង្គុយតែម្នាក់ឯងគិតនៅលទ្ធិនោះគប់ជួនឆ្កែក៏ពំយកដៃរបស់មនុស្សឆ្កែពំដៃរបស់មនុស្សដែលដាច់មកទម្លាក់ចូលនៅក្នុងទីចិត្តខ្ញុំហើយជិះចេញទៅខ្ញុំបានឃើញហើយក៏បាននៅនិមិត្តចំពោះត្រកូលនៃដង្កូវដែលស្ថិតនៅក្នុងសាកសពនោះលំដាប់នោះខ្ញុំតក់ស្លុតហើយក្រោកទៅសួរពួកសហធម្មិកៈអ្នកមានលទ្ធិរួមគ្នាពួកសហធម្មិកៈទាំងនោះប្រាប់ថាពួកភិក្ខុជាសច្ចៈបុត្រទើបដឹងច្បាស់ក្នុងសេចក្តីនោះបានខ្ញុំនោះបានចូលទៅរកពួកសាវករបស់ព្រះពុទ្ធហើយបានសួរសេចក្តីនោះពួកសាវកទាំងនោះក៏នាំខ្ញុំទៅក្នុងសំណាក់នៃព្រះពុទ្ធជាបុគ្គលដ៏ប្រសើរព្រះពុទ្ធជានាយកនោះទ្រង់សម្ដែងនៅធម៌ចំពោះខ្ញុំថាខណ្ឌអាយតនៈនិងធាតុទាំងឡាយជាធម្មជាតិមិនស្អាតផងមិនទៀងផងជាទុក្ខផងជាអនត្តាផងលុះខ្ញុំស្ដាប់នៅធម៌របស់ព្រះអង្គហើយបានសម្រេចធម្មចក្ខុបានដល់ភ្នែកគឺបញ្ញាដែលដឹងឃើញធម៌ដ៏ម៉ត់ចត់វិសេសដឹងច្បាស់នៅព្រះសទ្ធម្មធម៌របស់សប្បុរសឬធម៌ដ៏ល្អបានឃើញទឹកបន្តិចដឹងសង្ខារដែលមានការកើតនិងការរលត់ដោយហេតុនៃទឹកលាងជើងធ្វើឲ្យគិតដឹងថាសង្ខារទាំងពួងរមែងមានសភាពដូចទឹកនោះហើយចិត្តរបស់ខ្ញុំផុតស្រឡះចាកអាសវៈព្រោះមិនប្រកាន់មាំដោយប្រការទាំងពួងគ្រានោះព្រះចិនស្រីទ្រង់តាំងខ្ញុំថាប្រសើរលើសជាងភិក្ខុនៃដែលត្រាស់ដឹងឆាប់ប្រហាខ្ញុំជាស្រីស្ទាត់ក្នុងរិទ្ធមានត្រជាទឹកដឹងវិរៈចិត្តរបស់អ្នកដតីដែលហៅថាចេតោបរិយាញាណបានធ្វើតាមពាក្យព្រានប្រដៅរបស់ព្រះសាស្តាដឹងការស្លាប់និងការកើតរបស់សត្វរលឹកដឹងជាតិមុនបានមានភ្នែកទឹកធ្វើអាសវៈទាំងពួងឲ្យអស់ទៅជាអ្នកបរិសុទ្ធអស់មន្ទិលដោយល្អបានដឹងធម៌របស់ព្រះពុទ្ធអង្គហើយខ្ញុំបានបម្រើព្រះបរមសាស្តាបានប្រតិបត្តិតាមពាក្យព្រានប្រដៅរបស់ព្រះពុទ្ធបានដាក់នៅភារៈដ៏ធ្ងន់ចុះហើយខ្ញុំបានសម្រេចដល់នៅប្រយោជន៍គឺធម៌ជាទីអស់សង្យោជនៈដែលកុលបុត្រទាំងឡាយចេញបួសជាបព្វជិតក៏បីត្រូវការនោះញាណគឺការដឹងរបស់ខ្ញុំក្នុងអត្ថក្នុងធម៌ក្នុងនិរុទ្ធិនិងក្នុងបដិភិនបរិបូរណ៍ម៉ត់ចត់ព្រោះអំណាចរបស់ព្រះទសពលទ្រង់ប្រសើរបំផុតកិលេសទាំងឡាយខ្ញុំបានដុតបំផ្លាញហើយពាក្យព្រានប្រដៅរបស់ព្រះពុទ្ធខ្ញុំបានធ្វើសម្រេចហើយព្រះនាងផត្តាគុណលៈកេសាធិរីក្រោយអំពីបានសម្រេចព្រះអរហន្តគឺជាព្រះអរហន្តីសាវិកាហើយក្រៅអំពីនាងបានពោលអំពីជីវប្រវត្តិរបស់ខ្លួនឯងទុកនាងក៏បានពោលគាថាដែលមានសម្ដែងប្រកបនៅក្នុងគម្ពីរខត្តកនិកាយធេរីគាថាដូចមានសេចក្តីថាអាត្មាអញមានសក់ដកហើយដោយបន្លាថ្នោតទ្រទ្រង់ភពមានសម្ពុតសាដកតែមួយប្រព្រឹត្តទៅក្នុងកាលមុនមានសេចក្តីសម្គាល់ថាទោះក្នុងរបស់ដែលមិនមានទោសទាំងមានសេចក្តីយល់ឃើញថាមិនមានទោសក្នុងរបស់ដែលមានទោសចេញទៅអំពីទីសម្រាកនៅក្នុងវេលាថ្ងៃបានឃើញព្រះពុទ្ធទ្រង់ប្រះចាកទូលីគឺរាគាទីកិលេសមានព្រះសង្ឃហែហោមលើភ្នំកិច្ចកូតក៏លុតជង្គង់ថ្វាយបង្គំប្រណម្យអញ្ជលីក្នុងទីចំពោះព្រះភ័ក្ត្រព្រះមានព្រះភិយបានត្រាស់ថាមនាងនាងចូលមកចុះឧបសម្បទានោះក៏សម្រេចដល់ខ្ញុំអាត្មាអញបានដើរទៅកាន់ជនបទឈ្មោះអង្គមគធវជីកាសីនិងកោសលជាអ្នកមិនមានបំណុលបានបរិភោគដុំបាយរបស់ជនដែលនៅក្នុងដែននោះអស់50ឆ្នាំឧបាសកណាបានអោយជីវរដល់នាងផត្តាដែលរួចចាកកន្ធៈទាំងឡាយឧបាសកនោះប្រកបដោយបញ្ញាបានសោយបុណ្យច្រើនចប់ជីវប្រវត្តិរបស់ព្រះនាងកុណ្ដលៈកេសាធិរីតែប៉ុណ្ណេះខ្ញុំប្រកាសរណាខ្ញុំបាទសូមថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅចំពោះអស់លោកស្រីលោកយាយលោកតាប្រកាសរណាគ្រប់ព្រះអង្គមិត្តអ្នកស្ដាប់គ្រប់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានស្ដាប់នៅជីវប្រវត្តិរបស់ព្រះនាងផត្តាកុណ្ដលៈកេសាធិរីមកប៉ុណ្ណេះក៏សូមចែករំលែកនៅបុណ្យកុសលដែលកើតអំពីធម្មទាននៅក្នុងឱកាសពេលនេះចែកជូនប្រគេនដល់អស់លោកស្រីលោកយាយលោកតាប្រកាសរណាគ្រប់ព្រះអង្គមិត្តអ្នកស្ដាប់គ្រប់គ្នាសូមឲ្យជួបតែសេចក្តីសុខនិងសេចក្តីចម្រើនគ្រប់គ្នាសូមអនុមោទនា
มาเรียนไปตั้งแต่คุณหมอคุณไปมาตามตะกี้สมัครไปต้ององค์ของเรียกก่อนนี้คนรู้แล้วก็ไม่ใจนี่ยังเป็นไรเนี่ยสบายเด้อนี่แจ๋วดีนะเป็นอะไรยังเอาไปให้กินยาแบบยาตัวเองร้อยเลยอันนี้ดังดังเลยขึ้นไปร้อยเลยแต่ว่าร้อยแต่ถึงยกเว้นมาเอาไม่ร้อยอันนี้อันนี้ไม่ได้อันนี้เอาได้ไหมเอาได้ไหมแต่ตัวอย่างนี้ก็ดีเลยไม่รู้แล้วต้องหาสิ่งเดียวกันเขาถ่ายเลยอันนั้นไงเราไปเด็กร้อนมาไหมเดี๋ยวสักไม่ไอ้เจี๊ยบไอ้เจี๊ยบเลยเดี๋ยวโดนเจี๊ยบสักเจี๊ยบบอกเองมันจะมันติดมันเป็นร้อยเลยนะว่ามันจะทำสุดท้ายไปไหนยังเป็นกันไม่เป็นของเด็กอยู่ก็ตะปังแล้วเอาไปปลาไปปลารายการนะแต่โอ้แต่โอ้เชื่อมแต่โอ้ปรับไปก็ขอไอ้ใจกันสักเพลงมึงจะโจทย์ทำไมก็ไม่ใช่เป็นห้องเป็นไปสักอย่างมาต้องเรียกระบายงานก็ไม่ได้ก็เป็นอย่างไปทำด้วยกันเลยนะการอันนี้จำไม่ต้องจำไม่จำเพราะมาต้องเป็นกันเลยมันก็แบบมันก็จำได้คุยบอกใครจะทำให้จะได้เด็กก็คุยกันคุณถ้าใครจะรับได้เราพวกคนมาแต่นี้นะเราพวกคนมาแต่โจทย์จำได้ไม่ได้ไม่อยากใครกันได้การมันได้เราไปมาไลฟ์สุดที่มันแบบนั้นแล้วก็ตัวคุณตัวทางไอ้ท่าไอ้คุณตัวทางไอ้โอ้เราไปให้ท่าเป็นกันเราไปมือไอ้เด็กไม้ก่อนเราไปทำกันเด็กไม้เราไปตัวอะไรกันมากันให้กันให้เด็กไม้ก่อนเด็กไม้มันไม่ถ้าเราเยอะเนี่ยก็เราไปกันหนังตัวแต่เราจะไม่เก็บยังไปต้นน้องเราไปกันใช้ใจมันตั้งแต่ไรนั่นเราจะเก็บไปเราไปไหมจังสักแต่ละคนตายกันจะมองสักแต่ละคนโกนตาเปี้ยเป็นอะไรกันกองสไลด์เนี่ยมันก็ได้ดีกว่าไอ้ชายสักคนเชื่อมเนี่ยไอ้เนี่ยเซ็ตไซน์เนี่ยเนี่ยไอ้ตอนนี้เซ็ตกันได้จังให้ไอ้ลูกไอ้ไซน์บ้านไอ้ไม้ดอกจังไม้ที่ดอกกองไม้ที่ไม้ไปที่บ้านไอ้ไม้ไซน์มาติดให้เนี่ยอันนี้เราตามตกไม่บนตรงบนโจทย์มาไม้มันก็เราเลยไม้โดนเอาหมกเอาหมดใส่จังไอ้มาใส่จังเอาตรงนั้นเซ็ตไม้ก็จะต้องเอาตรงนั้นตรงนั้นวันไอ้นี่ต้องตัดต้นไม้ต้องใส่ไม้ต้องต้นไม้ด้วยต้นไม้เขาที่ต้องตัดต้นไม้เขาเป็นอาจารย์ไอ้พวกลูกไอ้ทุกคนไม้ต้องแบบอาจารย์อาจารย์ไอ้นี่การเราดึงอาจารย์ได้ไม้เราตัวเอาให้ตรงทุกคนใครต้องทำเป็นแบบตามสไตล์แบบอย่างมาความเมียนเพราะฉะนั้นเอาไปตายยังเขาต่อจะเป็นอาจจะไม่ยอมเสียได้ให้แล้วก็ยาแล้วก็ได้ให้น้องมันได้เป็นความเป็นทีมไอ้นี่ทำให้เราจังนะอันนี้ข้าวเราเรียนซ้อมยงมาเป็นกันไหนเอาไว้พอกันเราจะเอามาเยอะเอามาที่พูดเอามาที่พูดนะไปช่วยเราตื่นมาในตอนพอคุณนายมองชวนคุณก็ไปงั้นเอาจบไปเพราะคุณก็ที่ไหนแล้วก็รู้ไว้ทางที่ต้องมาอันนี้ต้องมากี่ตัวอะไรเป็นสายต้องบอกเลยต้องเลยเป็นเรื่องยกทำไมคนไหนมาแต่การมาเราไม่ต้องไปกันไปไหนกันนี่น้องมาต้องมาจังทำไปมาเลยน้ำตาลกินข้าวก่อนจะกำลังน้ำตาลน้ำกินต้นน้ำจันเจตังไอ้ประธานนี่เดี๋ยวนี้อาเขาเลยมาชอบโดนผีจะไปชอบคนเดียวนี่ชอบเขาเดินจันเขาตั้งรถไม้หน่อยนะเด็กชาตักไม้เขาอาก็หรอรถข้าวไปมันเนี่ยเราคิดจะซ้อมมันไม่อยากรู้เอาจะมาทำไมได้ยังโอ้ยเดี๋ยวไอ้ไม่ไอ้ฟิลิปปินส์นะอันนี้อาต้องมาชอบโดนผีไม่ไอ้เจ้าเนี่ยมุ้ยซ้อมอ๋อเอาใจนึกเนี่ยนะแต่ที่โกบิ
สอบการมันไม่ได้ยืนที่เราทำไมเราสอบโบราณเรื่องไหนครับไอ้คนสังเกตจันแบบทำแต่ก็เราก็ทำเป็นไม้เป็นไอ้เลยแต่ว่าไอ้ตัวนั้นมันก็เป็นโบราณเสียมันไม่ได้จันแต่มันทำไปที่เราเก็บมันจันนะเดี๋ยวไม่หรอกไม่หรอกแล้วไอ้จันไปเก็บบัตรจันไปคุณจับจันไปไปเนี่ยจังมันต้องจังมัน